ផងនេះបាទនេះវត្តហើយវត្តឈ្មោះថាវត្តកណ្ដាលខេត្តស្ទឹងត្រែងបាទកន្លែងឲ្យលោកអត្តរីសំលេងមាសរបស់យើងបាទដែលគាត់ឲ្យបានចែកឋានពីរបបជំនាន់ខ្មៅងងឹតរបស់ខ្មែរក្រហមហៅថាប៉ុលពតបាទបានសម្រាប់លោកឬហើយក៏ភរិយាគាត់បានយកធាតុមកបញ្ចុះនៃវត្តធ្វើចែកដីឲ្យនេះបាទវត្តនេះគេហៅដែលវត្តដែលឈ្មោះអីខេត្តស្ទឹងត្រែងបាទខ្ញុំបានមកថតឲ្យបងប្អូនយើងបានដឹងបាទគាត់ជាបងប្អូនចង់មកគោរពអីគឺមកថ្វាយគុំលោកមកបានគឺកំសត់គួរឲ្យស្រណោះសង្វេគណាស់នៃសិល្បៈខ្មែរយើងបាទដែលគាត់មានន័យល្អជាងអ្វីរូបផ្ទឹមពុំបានបាទនេះខ្ញុំសូមធ្វើវីដេអូមួយបាទខ្ញុំបាទឈ្មោះឲ្យពួយវុធីបាទនៅខាងបាត់ដំបងបាទខ្ញុំមកអុជធូបជូនលោកបាទ